សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីព័ត៌មានអន្តរជាតិនៅថ្ងៃប្រហោះទី5ខែមិថុនាឆ្នាំ2025ថ្ងៃនេះយើងនឹងរាយការណ៍អំពីព័ត៌មានអន្តរជាតិសំខាន់មួយគឺការចុះហត្ថលេខារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំលើសេចក្តីប្រកាសហាមឃាត់ការធ្វើដំណើរពី12ប្រទេសមកកាន់សហរដ្ឋអាមេរិកដែលបានធ្វើឡើងនៅយប់ថ្ងៃទី4ខែមិថុនាប្រទេសទាំង12ដែលរងផលប៉ះពាល់សេចក្តីប្រកាសនេះហាមឃាត់ពលរដ្ឋមកពីប្រទេសដូចជាអាហ្វហ្គានីស្ថានភូមាឆាតសាធារណរដ្ឋខុងហ្គោ ហ្គីនេអ៊ីក្វាទ័រ អេរីត្រូ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែនការហាមឃាត់នេះនឹងចាប់ផ្ដើមមកមានប្រសិទ្ធភាពនៅថ្ងៃច័ន្ទទី9ខែមិថុនាវេលាម៉ោង 12:01 នាទីព្រឹកម៉ោងសហរដ្ឋអាមេរិកលើសពីនេះប្រទេសចំនួន7ផ្សេងទៀតរួមមានប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូកូមេនស្ថាន និងវេណេស៊ុយអេឡាក៏រងការរឹតបន្តឹងផ្នែកធ្វើដំណើរផងដែរការហាមឃាត់នេះអនុញ្ញាតឲ្យមានការលើកលែងសម្រាប់អ្នករស់នៅជាអចិន្ត្រៃយ៍អ្នកមានទិដ្ឋាការពិសេសដូចជាអ្នកជួយកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានអ្នកការទូតនិងអ្នកដែលមានសញ្ជាតិពីរដែលប្រើលិខិតឆ្លងដែនពីប្រទេសមិនស្ថិតក្រោមការរដ្ឋបတ်មូលហេតុនៃសេចក្តីប្រកាសលោកត្រាំបានថ្លែងថាការសម្រេចចិត្តនេះធ្វើឡើងដើម្បីការពារសហរដ្ឋអាមេរិកពីភេរវករនិងការគំរាមកំហែងសុវត្ថិភាពជាតិការសម្រេចចិត្តនេះត្រូវបានជំរុញបន្ថែមដោយហេតុការណ៍វាយប្រហារមួយនៅរដ្ឋកូឡូរ៉ាដូកាលពីថ្ងៃទី1ខែមិថុនាឆ្នាំ2025ដែលបានសម្លាប់មនុស្ស5នាក់និងរបួស12នាក់យោងតាមរបាយការណ៍ជនសង្ស័យជាពលរដ្ឋអ៊ីរ៉ង់ដែលបានចូលមកសហរដ្ឋអាមេរិកតាមទិដ្ឋាការសិស្សលោកត្រាំបានអះអាងថាប្រទេសទាំងនេះមានប្រព័ន្ធត្រួតពិនិត្យអន្តោប្រវេសន៍ខ្សោយដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិកលោកបានបន្ថែមថាការហាមឃាត់នេះនឹងជួយកាត់បន្ថយហានិភ័យនិងផលតឡូឱកាសឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការពិនិត្យឡើងវិញលើគោលនយោបាយអន្តោប្រវេសន៍ប្រវត្តិនៃការហាមឃាត់ធ្វើដំណើរនេះមិនមែនជាលើកទី1ទេដែលលោកត្រាំបានដាក់ចេញនូវការហាមឃាត់ធ្វើដំណើរក្នុងអំឡុងអាណត្តិទី1របស់គាត់ឆ្នាំ2017ទៅឆ្នាំ2021លោកបានចេញសេចក្តីប្រកាសស្រដៀងគ្នានេះដែលគេស្គាល់ថាជាការហាមឃាត់មូស្លីមដែលហាមឃាត់ពលរដ្ឋមកពីប្រទេសភាគច្រើនជាមូស្លីមដូចជាអ៊ីរ៉ង់លីប៊ីសូម៉ាលីស៊ីរីនិងយេម៉ែនការហាមឃាត់នោះបានជួបការប្រឆាំងយ៉ាងខ្លាំងនិងត្រូវបានបោះតឹងទៅតុលាការជាច្រើនដងប៉ុន្តែនៅឆ្នាំ2018តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចគាំទ្រគោលនយោបាយនេះការហាមឃាត់ថ្មីនេះបានបន្ថែមប្រទេសមួយចំនួនទៀតដែលមិនធ្លាប់ស្ថិតនៅក្នុងបញ្ជីមុនដូចជាហៃទីឡាវនិងគុយបាដែលបង្កឲ្យមានការជជែកវិភាគថាតើគោលនយោបាយនេះមានគោលដៅនយោបាយផ្ទៃក្នុងឬអត់ផលវិបាកលើសហគមន៍អន្តរជាតិសេចក្តីប្រកាសនេះបានបង្កឲ្យមានរលកនៃការប្រឆាំងនៅទូទាំងពិភពលោកប្រទេសជាច្រើនដែលរងផលប៉ះពាល់គឺជាប្រទេសកំពុងអភិវឌ្ឍនិងមានជម្លោះផ្ទៃក្នុងដែលធ្វើឲ្យមានសំណួរថាតើការហាមឃាត់នេះជាការប្រកាន់ពូជសាសន៍ឬសាសនាឬអត់អ្នកវិភាគនយោបាយនៅសហរដ្ឋអាមេរិកបានលើកឡើងថាការសម្រេចចិត្តនេះអាចជាផ្នែកនៃយុទ្ធសាស្ត្រនយោបាយរបស់លោកត្រាំដើម្បីទទួលបានការគាំទ្រពីក្រុមអ្នកបោះឆ្នោតអភិរក្សនិយមមុនការបោះឆ្នោតសភាពាក់កណ្ដាលតុលាអាណត្តិនៅឆ្នាំ2026លើសពីនេះអង្គការសហប្រជាជាតិ UN បានបញ្ចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីការព្រួយបារម្ភថាការហាមឃាត់នេះអាចប៉ះពាល់ដល់ជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោនដែលកំពុងត្រូវការជំនួយអន្តរជាតិផលប៉ះពាល់សេដ្ឋកិច្ចការហាមឃាត់នេះនឹងជះឥទ្ធិពលធ្ងន់ធ្ងរលើសេដ្ឋកិច្ចទាំងនៅសហរដ្ឋអាមេរិកនិងប្រទេសដែលរងផលប៉ះពាល់នៅសហរដ្ឋអាមេរិកឧស្សាហកម្មទេសចរណ៍និងការអប់រំអន្តរជាតិនឹងទទួលរងផលប៉ះពាល់ដោយសារសិស្សនិស្សិតនិងអ្នកទេសចរមកពីប្រទេសទាំងនេះនឹងមិនអាចចូលមកបានយោងតាមសមាគមអប់រំអន្តរជាតិ IIE សិស្សនិស្សិតអន្តរជាតិបានរួមចំណែកជាង45,000 លានដុល្លារដល់សេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំ2024ហើយការហាមឃាត់នេះអាចនាំឲ្យចំនួននេះធ្លាក់ចុះសម្រាប់ប្រទេសដែលរងផលប៉ះពាល់ដូចជាហៃទីនិងឡាវការហាមឃាត់នេះនឹងប៉ះពាល់ដល់ការផ្ទេរប្រាក់របស់ជនអន្តោប្រវេសន៍ដែលជាប្រភពចំណូលសំខាន់សម្រាប់គ្រួសារនៅស្រុកកំណើតមតិអន្តរជាតិបានបែកបាក់យ៉ាងខ្លាំង
អ្នកគាំទ្រលោកត្រាំជឿជាក់ថាការហាមឃាត់នេះជាវិធានការចាំបាច់ដើម្បីការពារសន្តិសុខជាតិជាពិសេសបន្ទាប់ពីការវាយប្រហារនៅកូឡូរ៉ាដូប៉ុន្តែអ្នករិះគន់រួមទាំងអង្គការសិទ្ធិមនុស្ស Amnesty International បានថ្កោលទោសថាការហាមឃាត់នេះជាការប្រកាន់សាសនានិងជាការរំលោភសិទ្ធិមនុស្សប្រទេសឡាវបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបាននិយាយថាការសម្រេចចិត្តនេះគឺជាការបង្ហាញនៃការប្រកាន់ប្រើអំណាចនិងមិនគោលនយោបាយប្រកបដោយភាពស្មើភាពប្រទេសហៃទីបានអំពាវនាវឲ្យមានការពិចារណាឡើងវិញដោយលើកឡើងថាការហាមឃាត់នេះនឹងប៉ះពាល់ដល់ជនភៀសខ្លួនហៃទីជាង300,000 នាក់ដែលកំពុងរស់នៅសហរដ្ឋអាមេរិកផលប៉ះពាល់លើជនអន្តោប្រវេសន៍ការហាមឃាត់នេះបានប៉ះពាល់ជាពិសេសដល់ជនអន្តោប្រវេសន៍និងជនភៀសខ្លួនឧទាហរណ៍អ្នកជួយកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានដែលកំពុងរង់ចាំទទួលទិដ្ឋាការពិសេស SIV នឹងជួបការពន្យាពេលបន្ថែមដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ពួកគេនៅសហរដ្ឋអាមេរិកសហគមន៍ជនអន្តោប្រវេសន៍ពីប្រទេសដូចជាសូម៉ាលីនិងយេម៉ែនបានរៀបចំបាតុកម្មនៅទីក្រុងធំៗដូចជាញូវយ៉កនិងវ៉ាស៊ីនតោនដើម្បីប្រឆាំងនឹងគោលនយោបាយនេះអនាគតនៃសេចក្តីប្រកាសអ្នកជំនាញច្បាប់បានទស្សន៍ទាយថាការហាមឃាត់នេះនឹងត្រូវបានបកស្រាយទៅតុលាការសហព័ន្ធសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខសមាជិកគណបក្សប្រជាធិបតេយ្យនៅសភាសហរដ្ឋអាមេរិកបានបកដែលជាក់ញោមថានឹងប្រឆាំងនឹងគោលនយោបាយនេះដោយអះអាងថាវាមិនស្របនឹងរដ្ឋធម្មនុញ្ញនិងតម្លៃរបស់សហរដ្ឋអាមេរិកទោះជាយ៉ាងណាដោយសារតុលាការកំពូលសហរដ្ឋអាមេរិកបច្ចុប្បន្នមានសមាជិកអភិរក្សនិយមច្រើនជាងលទ្ធភាពដែលការហាមឃាត់នេះនឹងត្រូវបានគាំទ្រគឺនៅមានខ្ពស់សេចក្តីសន្និដ្ឋានសេចក្តីប្រកាសរបស់លោកដូណាល់ត្រាំក្នុងការហាមឃាត់ការធ្វើដំណើរពី12ប្រទេសនេះបានបង្កឲ្យមានភាពចម្រូងចម្រាសនៅទូទាំងពិភពលោកនិងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនយោបាយអន្តរជាតិសេដ្ឋកិច្ចនិងជីវភាពរបស់មនុស្សរាប់លាននាក់ការអភិវឌ្ឍនៃស្ថានភាពនេះនឹងត្រូវបានតាមដានយ៉ាងជិតស្និទ្ធដើម្បីមើលថាតើនឹងមានការផ្លាស់ប្តូរអ្វីខ្លះនៅថ្ងៃខាងមុខសូមអរគុណសម្រាប់ការរស់តាប់ហើយជួបគ្នាវិញនៅកម្មវិធីក្រោយជម្រាបលា